ជាគំរូល្អមែនទែនលោកគូចខេវិនបានចូលរួមដាំកូនឈើដើម្បីថែរក្សាធម្មជាតិព្រៃឈើថែមទាំងចំណាយថវិកាផ្ទាល់ខ្លួនទិញដីជាច្រើនហិកតានៅជីផាតដើម្បីដាំកូនឈើបន្ថែមលោកគូចខេវិនបានចេញមុខសរសើរជនជាតិអាមេរិកម្នាក់ឈ្មោះកញ្ញាស៊ូវណ្ណាហ្គនឡែននាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance CEO ដែលបានចំណាយពេលវេលារយៈពេល22ឆ្នាំមកហើយជួយថែរក្សានិងការពារធនធានព្រៃឈើសត្វព្រៃកម្រនៅកម្ពុជាដែលពុំខ្លាចន័យហត់ហើយលោកខេវិនថែមទាំងចាត់ទុកកញ្ញាស៊ូវណ្ណាជា idol របស់លោកថែមទៀតផងលោកគួយខេវិនថ្លែងថាក្នុងនាមជាប្រជាជនខ្មែរខ្ញុំសូមសម្ដែងនៅក្តីគោរពស្រឡាញ់និងកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះកញ្ញាស៊ូវណ្ណាប្រធានអង្គការការពារព្រៃឈើនិងសត្វព្រៃដែលបានខិតខំអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រើប្រាស់គ្រប់ពេលវេលាបំពេញភារកិច្ចដ៏មានសារៈសំខាន់ថែរក្សាការពារធនធានព្រៃឈើសត្វព្រៃកម្រនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមកដែលពុំខ្លាចន័យហត់ខ្ញុំបានចាត់ទុកកញ្ញាស៊ូវណ្ណាជានិមិត្តរូបនៃក្តីស្រឡាញ់ idol របស់ខ្ញុំដែលដុកទ័រស៊ូវណ្ណាបានណែនាំបង្ហាត់បង្រៀនឲ្យខ្ញុំនិងប្រជាជនកម្ពុជាស្រឡាញ់ព្រៃឈើនិងសត្វព្រៃបរិស្ថានធម្មជាតិតំបន់ភ្នំហើយចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយៗសូមឲ្យបេសកកម្មដ៏មានតម្លៃរបស់កញ្ញានៅកម្ពុជាប្រកបដោយជោគជ័យត្រចះត្រចង់ជានិច្ច Thank you so much for everything សូមបញ្ជាក់ថាកញ្ញាស៊ូវណ្ណាប្រធានអង្គការការពារព្រៃឈើនិងសត្វព្រៃបានបង្កើតអង្គការមួយនេះកាលពីឆ្នាំ2002ហើយបានបណ្ដុះបណ្ដាលដល់សហគមន៍សុវណ្ណាបៃតងនិងអេកូធម្មជាតិជីផាតនិងជួយដល់ពលរដ្ឋនៅតំបន់នោះចំនួន150គ្រួសារឲ្យផ្លាស់ប្ដូរពីរបបផ្លាប់កាប់ឈើនិងបោះបាញ់សត្វមកមានជំនាញផ្សេងៗទៀតដូចជាការបណ្ដុះកូនឈើនៅសហគមន៍អេកូទេសចរជីផាតនៅស្រុកថ្មបាំងខេត្តកោះកុងដែលជាតំបន់មានព្រៃបៃតងទឹកធ្លាក់ពីកំពូលភ្នំក្រវាញមានសត្វព្រៃល្អាងភ្នំប្រវត្តិសាស្ត្រស្ថិតនៅនិរតីនៃប្រទេសកម្ពុជាមានទឹកធ្លាក់ធម្មជាតិនិងសម្បូរជីវៈចម្រុះហើយត្រូវបានក្រសួងទេសចរកម្ពុជាទទួលស្គាល់ជាអេកូទេសចរដែលមានភ្ញៀវទេសចរទៅទស្សនាទឹកធ្លាក់ពីលើភ្នំសត្វដំរីនិងទស្សនាថ្ងៃរំលឹកជាដើមសម្រាប់លោកគួយខេវិនវិញលោកចូលចិត្តប្រាជីវិតសាមញ្ញស្រឡាញ់កសិកម្មនិងមិនចូលចិត្តជីវិតបែបហៃសូខ្លាំងខ្លាយឡើយតែលោកចូលចិត្តផ្សារភ្ជាប់ទៅនឹងជីវិតធម្មជាតិខណៈដែលលោកក៏បានចូលរួមអភិវឌ្ឍនិងលើកស្ទួយវិស័យទេសចរនៅតំបន់ជីផាតជាច្រើនឆ្នាំមកហើយលោកគួយខេវិនធ្លាប់បាននិយាយថាមិនចូលចិត្តទៅនឹងឆាកជីវិតហៃសូខ្លាំងខ្លាយមិនចង់សប្បាយជាមួយនឹងបុណ្យស័ក្តិឋានៈខ្ពស់ហួសពីសមត្ថភាពដែលខ្លួនមានដើម្បីបង្អួតសម្ញែងឲ្យគេឯងកោតក្រែងខ្លាចញញឹតនោះទេអតីតអគ្គនាយករងទូរទស្សន៍ CTN CTV និង ETV រូបនេះបន្ថែមថាលោកចង់ឃើញពលរដ្ឋកម្ពុជាស្រឡាញ់ព្រៃឈើសត្វព្រៃនិងបរិស្ថានធម្មជាតិតំបន់ភ្នំហើយចូលរួមថែរក្សាឲ្យបានគង់វង្សសម្រាប់មនុស្សជាតិជំនាន់ក្រោយហើយលោកពិតជាពេញចិត្តនិងគាំទ្រចំពោះការបំផុសគំនិតដល់ពលរដ្ឋនៅសហគមន៍អេកូទេសចរជីផាតរបស់កញ្ញាស៊ូវណ្ណាដែលលះបង់គ្រប់យ៉ាងដើម្បីកម្ពុជាគូបញ្ជាក់ថាក្រៅពីលោកគួយខេវិនកន្លងមកគេឃើញតារាពីរដួងទៀតដែលតែងតែបង្ហាញសកម្មភាពស្រឡាញ់បរិស្ថាននិងដាប់កូនឈើនោះគឺអ្នកនាងមេសុកសោភានិងលោកតានគឹមសួរសម្រាប់លោកគួយខេវិនលោកថាទៅតំបន់អេកូទេសចរធម្មជាតិជីផាតលោកមានអារម្មណ៍ស្រស់ថ្លាក្នុងជីវិតហេតុនេះហើយបានជាភាគច្រើនលោកស្នាក់នៅទីនោះច្រើនជាងនៅភ្នំពេញព្រោះលោកស្រឡាញ់ជីវិតបែបធម្មជាតិមិនត្រឹមតែប៉ុណ្ណោះលោកគួយខេវិនក៏បានចំណាយថវិការបស់ខ្លួនទិញដីជាច្រើនហិកតានៅតំបន់ជីផាតដើម្បីចូលរួមដាំកូនឈើថែរក្សាព្រៃឈើដើម្បីបន្ថែមលំអធម្មជាតិ